ផ្ទះច្បាស់ជាមិនបានចាក់សោះប៉ុន្តែបិសាចដែលខ្លាញ់ខ្លួនជាមនុស្សទាំងនេះបែរជាមិនហ៊ានសម្រុកចូលចំណែកស្ត្រីម្នាក់នេះបានត្រឹមស្ទាបយន្តការពារបិសាចហើយបួងសួងសុំឲ្យអាចរស់ដល់ព្រឹកស្អែកព្រោះរាល់ពេលដែលរាត្រីធ្លាក់មកដល់បិសាចទាំងនេះនឹងមកប្រមូលផ្ដុំគ្នានៅទីប្រជុំជននេះពួកវាស៊ីសរីរាង្គខាងក្នុងរបស់មនុស្សជាអាហារតតែមេឃភ្លឺទៅពួកវាព្រមចាក់ចេញដើម្បីការពារសុវត្ថិភាពប្រជាជនលោកអធិការតែងតែដើរគូសជួងរាល់មុនពេលថ្ងៃលិចឲ្យតែឮសំឡេងជួងនេះអ្នកភូមិទាំងអស់នឹងប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះរៀងខ្លួនហើយតែងតែស្ទាបយន្តនៅមុខទ្វារជាទម្លាប់សូម្បីតែក្មេងអាយុ7 8ឆ្នាំក៏ចេះធ្វើតាមដែរអាចសន្និដ្ឋានបានថាពេលយប់នៅទីប្រជុំជននេះគឺគួរឲ្យខ្លាចប៉ុណ្ណាតតែតាមដងផ្លូវគ្មានមនុស្សសូម្បីតែម្នាក់ទើបលោកអធិការហ៊ានត្រឡប់ទៅប៉ុស្តិ៍ប៉ូលីសវិញដោយក្តីស្ងប់ចិត្តស្លាកនៅលើជញ្ជាំងបង្ហាញថាបានឆ្លងកាត់ដោយសុវត្ថិភាពចំនួន95មួយថ្ងៃហើយប៉ុន្តែនឹកស្មានមិនដល់ថាយប់នេះតួលេខនេះនឹងត្រូវបំបែកដោយសារតែមានបុរសម្នាក់ស្រវឹងស្រាជប់ជាប់ម្ចាស់ហាងស្រាគ្មានជំរឿក៏ត្រូវចាក់សោទ្វារនិងបង្អួចឲ្យចិត្តហើយអនុញ្ញាតឲ្យបុរសនោះគេងនៅទីនេះមួយយប់ស្អែកបុរសស្រវឹងនោះនៅមានប្រពន្ធនិងកូនស្រីនៅផ្ទះដោយឃើញថាប្តីមិនទាន់ត្រឡប់មកវិញសោះប្រពន្ធក៏បង្ខំចិត្តចាក់សោទ្វារយ៉ាងជិតហើយត្រឡប់ចូលក្នុងផ្ទះវិញនាគមួយផ្លែតក៏ដល់ពាក់កណ្ដាលអាធ្រាត្រកូនស្រីរបស់បុរសស្រវឹងរៀបនឹងចូលគេងទៅហើយតែនៅក្រៅបង្អួចបែរជាឮសំឡេងលោកយាយដែលស្លាប់ទៅហើយនាងក៏បើកវាំងនៅមើលដោយការចង់ដឹងពិតជាឃើញលោកយាយនៅខាងក្រៅមែនលោកយាយប្រាប់ថានៅខាងក្រៅត្រជាក់ណាស់ចង់ចូលទៅអង្គុយលេងខាងក្នុងអាចបញ្ឆោតក្មេងស្រីបានយ៉ាងងាយទោះបីជាម្ដាយខំប្រឹងខាត់យ៉ាងណាក៏ដោយប៉ុន្តែនៅតែយឺតមួយជំហានថ្ងៃបន្ទាប់ពេលដែលបុរសស្រវឹងស្វាងឡើងក៏ឃើញអ្នកជិតខាងមកចំរោមនៅមុខផ្ទះខ្លួនមិនទាន់ទាំងបានសួរនាំផងលោកអធិការក៏ទះកំភ្លៀងគេមួយកំភ្លៀងតាមពិតលោកអធិការធ្លាប់ដាស់តឿនរាប់មិនអស់ហើយថាគ្រួសារដែលមានក្មេងត្រូវតែបិទបង្អួចឲ្យចិត្តដោយសារតែក្មេងងាយនឹងចាញ់បោកគេបំផុតប៉ុន្តែបុរសម្នាក់នេះតែងតែប្រហែលជានិច្ចមិនដែលធ្វើតាមទេទើបបណ្ដាលឲ្យមានសោកនាដកម្មការពីយប់មិញនេះសម្លឹងមើលសាកសពប្រពន្ធនិងកូនស្រីនៅលើដីបុរសនោះលុតជង្គង់ចុះទាំងវិបត្តិសារីប៉ុន្តែអ្វីហួសពេលអស់ទៅហើយគេត្រូវទទួលខុសត្រូវចំពោះទង្វើដ៏ល្ងង់ខ្លៃរបស់ខ្លួនបិទវាចោលទៅមូលហេតុដែលលោកអធិការស្អប់បុរសម្នាក់នេះខ្លាំងមិនត្រឹមតែដោយសារតែគេធ្វើឲ្យប្រពន្ធកូនខ្លួនឯងស្លាប់ទេគេថែមទាំងធ្វើបាបអ្នកដទៃទៀតផងព្រោះបើសិនជាមានអ្នកណាម្នាក់ស្លាប់នៅក្នុងទីប្រជុំជននេះវានឹងតាក់ទាញមនុស្សថ្មីឲ្យវង្វេងចូលហើយសុវត្ថិភាពរបស់ពួកគេក៏ត្រូវបាត់បង់ដែរដោយការរំពឹងទុកនៅថ្ងៃបុណ្យសពនេះមានរថយន្តមួយគ្រឿងបានបើកចូលមកទីនេះលោកអធិការប្រញាប់ហាមអ្នកគ្រប់គ្នាកុំឲ្យនិយាយរកពួកគេចំណែកគាត់ផ្ទាល់ដើរទៅសួរនាំក្រោយពីដឹងថាគ្រួសារនេះវង្វេងផ្លូវលោកអធិការក៏ចង្អុលទៅខាងមុខបុរសនោះក៏បើកឡានចេញទៅយ៉ាងលឿនប៉ុន្តែអ្វីដែលចម្លែកនោះគឺទោះបីជាបុរសនោះបើកបរយ៉ាងណាក៏ដោយពួកគេនៅតែមិនអាចចាក់ចេញពីទីប្រជុំជននេះបានឡើយពេលឃើញពួកគេបើកឡានវិលវល់នៅក្នុងទីប្រជុំជននេះលោកអធិការហាក់ដូចជាបានដឹងមុនទៅហើយមូលហេតុដែលមិនប្រាប់បុរសនោះគឺដើម្បីឲ្យពួកគេឆាប់សាមនឹងស្ថានភាពនៅទីនេះតែពួកគេអាចជំនះនឹងភាពភ័យខ្លាចក្នុងចិត្តបានទើបពួកគេអាចរស់រានមានជីវិតឆ្លងកាត់យប់នេះបានយ៉ាងណាមិញក្នុងពេលបើកវិលវល់នោះក៏មានគ្រោះថ្នាក់កើតឡើងឡានបានក្រឡាប់ធ្លាក់ចូលទៅក្នុងព្រៃគ្រួសារទាំង4នាក់ត្រូវជាប់នៅក្នុងឡានបុរសជាប្តីត្រូវដាំឈើសង្កត់ជាប់នៅកន្លែងអ្នកបើកបរចំណែកប្រពន្ធក៏សន្លប់បាត់ស្មារតីមិនដឹងថាស្លាប់ឬទេសំណាងល្អដែលកូនស្រីមិនអីទេគ្រាន់តែក្រេកចង្កេះបន្តិចប៉ុណ្ណោះប៉ុន្តែស្ថានភាពរបស់កូនប្រុសគឺមិនសូវល្អទេទោះបីជានៅមានស្មារតីក៏ពិតមែនប៉ុន្តែផ្លូវត្រូវបានមេឃឈើចាក់ទម្លុកស្របពេលជាមួយគ្នានេះលោកអធិការកំពុងរៀបចំរបាំងផ្លូវប៉ុន្តែនៅតែមិនឃើញគ្រួសារនេះត្រឡប់មកវិញសោះឃើញថាមេឃជិតងឹតទៅហើយគាត់មានតែនាំកូនចៅចេញទៅស្វែងរកពេលឃើញគ្រួសារមួយនេះជាប់នៅក្នុងឡានគាត់ក៏ប្រញាប់ចូលទៅជួយភ្លាមមិនយូរប៉ុន្មានមនុស្ស3នាក់ត្រូវបានជួយសង្គ្រោះចេញមកសោះតែកូនប្រុសពើម្នាក់គត់នៅក្នុងឡានដោយសារតែមុខរបួសហូរជាមិនឈប់លោកអធិការមិនអាចទាញគេចេញមកដោយតបបានទេមានតែព្យាបាលឲ្យគេនៅក្នុងឡានតែម្ដងប៉ុន្តែពេលនេះនៅសល់តែ40នាទីទៀតប៉ុណ្ណោះមេឃនឹងងឹតហើយចំណែកការព្យាបាលលឿនបំផុតក៏ត្រូវការពេល1ម៉ោងដែរគ្មានជំរឿលោកអធិការមានតែសម្រាប់ចិត្តស្នាក់នៅទីនេះមួយយប់សិនហើយឲ្យកូនចៅនាំអ្នកផ្សេងទៀតទៅកន្លែងសុវត្ថិភាពពេលឃើញមេឃកាន់តែងឹតទៅលោកអធិការសម្លឹងមើលយន្តនៅក្នុងដៃគាត់មានតែផ្ញើក្តីសង្ឃឹមទៅលើវាប៉ុណ្ណោះបន្ទាប់មកលោកអធិការបានចង់យន្តនោះព្យួរជាប់នឹងឡានបុរសនោះមានចង្អុលបន្តិចបន្តួចចំពោះរឿងនេះប៉ុន្តែលោកអធិការមិនបានពន្យល់ភ្លាមទេតតែគាត់បិទបាំងចន្លោះប្រហោងទាំងអស់ឲ្យចិត្តសិនទើបប្រាប់បុរសនោះពីរឿងដែលនឹងកើតឡើងប៉ុន្តែពេលនេះកូនប្រុសពើស្រាប់តែចាប់ផ្ដើមប្រកែកបន្ទាប់មកក៏មានសម្លេងក្រហមលាន់ចេញពីជុំវិញនៅពេលដែលលោកអធិការសម្លឹងទៅក្រៅបង្អួចក៏ឃើញថាបិសាចទាំងនោះបានចូលមកជិតដោយស្ងាត់បាត់ទៅហើយពេលឃើញបិសាចប្រមូលផ្ដុំគ្នាកាន់តែច្រើនឡើងសូម្បីតែលោកអធិការក៏មានអារម្មណ៍ព្រឺក្បាលដែរមើលទៅថាតើអាចរស់ឆ្លងកាត់យប់នេះបានឬអត់ខ្លាចជាបញ្ហាធំបំផុតរបស់ពួកគេហើយទោះបីជាឡាននេះខូចលែងដំណើរការក៏ដោយប៉ុន្តែលោកអធិការស្បែកខ្មៅមិនហ៊ានចេញទៅក្រៅទេដោយសារតែនៅខាងក្រៅពោពេញទៅដោយបិសាចខ្លាញ់ខ្លួនជាមនុស្សគាត់មានតែផ្ញើក្តីសង្ឃឹមទៅលើយន្តការពារបិសាចប៉ុណ្ណោះបួងសួងសុំឲ្យខ្លួនឯងអាចរស់ដល់ព្រឹកស្អែកប៉ុន្តែពេលនេះស្រាប់តែមានសម្លេងស្រែកហៅចេញពីក្រៅឡាននេះគឺជាល្បិចរបស់បិសាចដើម្បីបញ្ឆោតមនុស្សលោកអធិការដែលមានបទពិសោធន៍ក្រាស់ក្រែច្បាស់ជាមិនចាញ់បោកទេប៉ុន្តែជីមដែលទើបតែមកពីប្រជុំជននេះជាលើកដំបូងបែរជាអង្គុយលេងស្ងៀមគេស្មានតែក្រុមសង្គ្រោះមកដល់ហើយក៏រៀបនឹងបើកទ្វារចេញទៅប៉ុន្តែត្រូវលោកអធិការរារាំងជាប់គាត់បញ្យល់ថាអ្នកនៅខាងក្រៅនោះមិនមែនជាមនុស្សទេប៉ុន្តែជាហ្វូងបិសាចស៊ីមនុស្សយ៉ាងសាហាវបើសិនជាជីមមិនចង់ឲ្យកូនប្រុសមានគ្រោះថ្នាក់ទេត្រូវតែនៅឲ្យស្ងៀមក្នុងឡានរងចាំដល់ព្រឹកដល់ពេលនោះបិសាចនឹងបាត់ខ្លួនដោយឯងជីមលឺហើយទីបំផុតក៏ស្ងប់អារម្មណ៍វិញដើម្បីសុវត្ថិភាពកូនប្រុសគេមិនហ៊ានប្រថុយទៀតទេយ៉ាងណាមិញគេមិនបានដឹងទេថាប្រពន្ធនិងកូនស្រីដែលត្រឡប់ទៅជាមួយក្រុមសង្គ្រោះក៏ជួបគ្រោះថ្នាក់ដែរដោយសារតែឡានសង្គ្រោះស្រាប់តែខូចកណ្ដាលផ្លូវពួកគេមានតែដើរដោយថ្មើរជើងត្រឡប់ទៅផ្ទះសុវត្ថិភាពវិញប៉ុន្តែពេលនេះរាត្រីបានធ្លាក់មកដល់ហើយខាងក្រៅពោពេញទៅដោយបិសាចស៊ីមនុស្សចំណែកឯអ្នកនៅក្នុងផ្ទះសុវត្ថិភាពពេលឃើញពួកគេមកដល់ក៏ប្រញាប់បន្លឺសំឡេងប្រកាសអាសន្នគ្រប់គ្នាត្រៀមខ្លួនការពារភ្លាមទោះបីជាពួកគេគូទ្វារយ៉ាងណាក៏គ្មានអ្នកបើកឲ្យដែរព្រោះពេលនេះជាពេលយប់ហើយគ្មានអ្នកណាដឹងថាពួកគេជាបិសាចឬជាមនុស្សទេអ្នកណាទៅដឹងថាបិសាចពិតប្រាកដបានលេចមុខមកដោយស្ងាត់បាត់ទៅហើយក្មេងប្រុសម្នាក់ស្រាប់តែស្វាគមន៍ជូលីមាត់ក៏នៅតែស្រែកហៅឈ្មោះនាងមិនឈប់ជូលីស្រាប់តែខ្លាចជាមនុស្សវង្វេងស្មារតីច្បាស់ណាស់ថាត្រូវសិលរបស់បិសាចហើយសំណាងល្អដែលអនុអធិការរ៉ាដៃតនពេលបាញ់មួយគ្រាប់ចំក្មេងប្រុសនោះតែម្ដងប៉ុន្តែគេបែរជាមិនមានរងរបួសសូម្បីតែបន្តិចឃើញថាពួកគេចិត្តនឹងធ្លាក់ក្នុងគ្រោះថ្នាក់ហើយមេដឹកនាំស្រីក៏ប្រញាប់ឲ្យបុរសបាល់ត្រងោលបើកទ្វារផ្ទះទើបអាចរក្សាជីវិតពួកគេបានប៉ុន្តែគ្រាន់តែចូលដល់ក្នុងផ្ទះភ្លាមម្ដាយនិងកូនស្រីក៏ត្រូវគេចាប់ចោលនេះជារឿងដែលអ្នកចំណូលថ្មីគ្រប់រូបត្រូវតែជួបប្រទះដើម្បីការពារកុំឲ្យមានបិសាចលីឡំចូលមកមិនយូរប៉ុន្មានម្ដាយនិងកូនស្រីក៏ត្រូវបំបាច់ចេញពីគ្នាមេដឹកនាំប្រាប់ស្ត្រីនោះថាកុំខ្លាចអីអ្នកគ្រប់គ្នានៅទីនេះសុទ្ធតែវង្វេងចូលមកទីប្រជុំជននេះដោយចៃដន្យហើយពួកគេចាត់ទុកថានៅមានសំណាងល្អផងព្រោះអ្នកខ្លះមកដល់ទីនេះពេលពាក់កណ្ដាលយប់ពួកគេមិនទាន់ទាំងបានយល់ពីស្ថានភាពផងក៏ត្រូវបិសាចដ៏គួរឲ្យខ្លាចនៅខាងក្រៅស៊ីសាច់អស់ទៅហើយប៉ុន្តែពេលនេះស្ត្រីនោះមិនមែនបារម្ភពីខ្លួនឯងទេគឺបារម្ភពីប្តីនិងកូនប្រុសដែលនៅក្នុងឡានស្របពេលជាមួយគ្នានេះសំឡេងស្រែកហៅនៅក្រៅឡាននៅតែមិនទាន់ឈប់បិសាចថែមទាំងដើរមកដល់ក្រោមឡានទៀតផងលោកអធិការក៏ប្រញាប់លួងលោមគ្រប់គ្នាឲ្យតែមានយន្តបិសាចមិនអាចចូលមកបានទេហើយពួកគេមានតែរក្សាភាពស្ងប់ស្ងាត់ប៉ុណ្ណោះទើបមិនត្រូវបិសាចឆក់យកឱកាសបានពិតមែនតែមិនយូរប៉ុន្មាននៅជុំវិញក៏លែងមានសំឡេងរំខានប៉ុន្តែអ្វីដែលចម្លែកគឺនៅពាក់កណ្ដាលយប់ជីមស្រាប់តែក្រោកឈរឡើងហើយយកយន្តនោះចុះមកដោយក្តីចង់ដឹងគ្រូពេទ្យឃើញដូច្នេះក៏ប្រញាប់ខាត់ប៉ុន្តែនៅតែហួសពេលដដែល
ហើយហេតាមពិតនេះគ្រាន់តែជាសុបិនអាក្រក់មួយប៉ុណ្ណោះពួកគេបានឆ្លងកាត់រាត្រីនេះដោយសុវត្ថិភាពហើយពេលនេះក្រុមសង្គ្រោះក៏បានមកដល់ឃើញថាពួកគេមិនអីទេគ្រប់គ្នាក៏ធូរទ្រូងប៉ុន្តែអ្នកចំណូលថ្មីត្រូវតែជ្រើសរើសកន្លែងស្នាក់នៅមួយគឺនៅក្នុងផ្ទះសុវត្ថិភាពដែលគ្រប់គ្នារស់នៅជុំគ្នាមួយទៀតគឺទៅរស់នៅក្នុងផ្ទះនៅទីប្រជុំជនទោះបីជាមានភាពឯកជនច្រើនជាងក៏ដោយប៉ុន្តែគ្រោះថ្នាក់ក៏មានច្រើនជាងដែរបើសិនជាជ្រើសរើសរស់នៅក្នុងទីប្រជុំជនពួកគេត្រូវតែត្រួតពិនិត្យយន្តមុនពេលមេឃងឹតហើយគ្រួសារដែលមានក្មេងត្រូវតែបិទបង្អួចឲ្យជិតដោយសារតែបិសាចតែងតែបញ្ឆោតមនុស្សឲ្យបើកទ្វារឲ្យវាហើយក្មេងច្រើនតែងាយរងឥទ្ធិពលបំផុតជាការពិតណាស់ទីប្រជុំជនក៏បានបង្កើតច្បាប់ដាក់ទោសផងដែរបើសិនជាមានអ្នកណាប្រព្រឹត្តខុសច្បាប់បណ្ដាលឲ្យអ្នកភូមិស្លាប់នឹងត្រូវចាប់ឃុំក្នុងបន្ទប់ដែកមួយយប់នៅខាងក្នុងគ្មានយន្តទេជាទូទៅឲ្យតែចូលទៅគឺដឹងតែស្លាប់ហើយស្ត្រីនោះសួរដោយក្តីចង់ដឹងថាតើធ្លាប់ប្រាប់ប៉ុន្មានដងហើយលោកបូជាចៅឆ្លើយថាមិនធ្លាប់5ដងណាទេប៉ុន្តែយប់នេះនឹងជាលើកទី1បន្ទាប់ពីណែនាំពីទីប្រជុំជននិងផ្ទះសុវត្ថិភាពរួចក៏ដល់ពេលដែលគ្រួសារជីមត្រូវជ្រើសរើសហើយស្មានតែគ្រួសារទាំង4នាក់នឹងជ្រើសរើសនៅផ្ទះដាច់ដោយឡែកនឹកស្មានមិនដល់កូនស្រីបែរជាជ្រើសរើសនៅផ្ទះសុវត្ថិភាពតែម្នាក់ឯងទៅវិញប្រហែលជានាងគិតថាឪពុកម្ដាយស្រឡាញ់ប្អូនប្រុសជាងទើបលើកនេះនាងសម្រេចចិត្តធ្វើតាមចិត្តខ្លួនឯងម្ដងប្រឈមមុខនឹងហេតុការណ៍ដែលមិននឹកស្មានដល់នេះប្តីប្រពន្ធទាំងពីរហាក់ដូចជាពិបាកទទួលយកពួកគេបារម្ភពីសុវត្ថិភាពកូនស្រីខ្លាំងណាស់ក៏ព្យាយាមបញ្ចុះបញ្ចូលនាងឲ្យត្រឡប់មកនៅជុំគ្នាវិញតាមដែលអាចធ្វើទៅបានតែលោកអធិការប្រាប់ថាមេឃជិតងឹតហើយពួកគេត្រូវតែប្រញាប់ត្រឡប់ទៅកន្លែងស្នាក់នៅរៀងខ្លួនវិញហើយដើម្បីឲ្យប្តីប្រពន្ធទាំងពីរស្ងប់ចិត្តលោកអធិការប្រាប់ថាកូនប្រុសគាត់ក៏នៅផ្ទះសុវត្ថិភាពដែរនិងព្យាយាមមើលថែក្មេងស្រីនោះឲ្យបានល្អអ្នកទាំងអស់គ្នាកូនប្រុសយើងនឹងចេញទៅតាមការសំណូមពររបស់លោកបូជាចាស់អ្នកទាំងអស់គ្នាក៏បានបែកផ្លូវគ្នាហើយយប់នេះគឺជាពេលអនុវត្តទោសហើយដោយសារបរិសុទ្ធស្រវឹងបណ្ដាលឲ្យប្រពន្ធកូនស្លាប់ដូច្នេះគេនឹងត្រូវប្រជុំមុខនឹងការដាក់ទោសដ៏គួរឲ្យខ្លាចនោះគឺត្រូវស្នាក់នៅក្នុងបន្ទប់ដែកមួយយប់ពេញខ្ញុំរួចរាល់ហើយសម្លឹងមើលបរិសុទ្ធស្រវឹងដែលអស់សង្ឃឹមលោកអធិការក៏បានត្រឹមតែចាក់សោរបន្ថែមពីជាន់ទៀតបួងសួងឲ្យគេអាចឆ្លងកាត់យប់នេះបានប៉ុន្តែនៅវិនាទីដែលទ្វារត្រូវបានបើកជីវិតរបស់បរិសុទ្ធស្រវឹងនេះក៏ត្រូវបានកំណត់ថានឹងបញ្ចប់នៅយប់នេះហើយបរិសុទ្ធនោះមិនបានប្រព្រឹត្តបាតុក្រិតសោះប៉ុន្តែបែរជាត្រូវអ្នកជិតខាងចាប់ឃុំក្នុងប្រអប់ដែកហើយលោកអធិការក៏បានត្រឹមតែចាក់សោរបន្ថែមពីជាន់ជំនួសគេបួងសួងឲ្យបរិសុទ្ធនេះអាចរស់ដល់ព្រឹកស្អែកព្រោះរាល់ពេលដែលរាត្រីធ្លាក់មកដល់បិសាចដែលខ្លាញ់ខ្លួនជាមនុស្សនោះនឹងមកប្រមូលផ្ដុំគ្នានៅទីប្រជុំជននេះពួកវាស៊ីសរីរាង្គខាងក្នុងរបស់មនុស្សជាអាហារតតែមិនភ្លឺទៅពួកវាព្រមចាក់ចេញលុះត្រាតែពួននៅក្នុងផ្ទះដែលមានបិទយន្តទើបអាចឆ្លងកាត់យប់នេះដោយសុវត្ថិភាពប៉ុន្តែបរិសុទ្ធដែលគ្មានយន្តការពារនេះក៏បានត្រឹមតែរួញខ្លួននៅជ្រុងបន្ទប់ដែកប៉ុណ្ណោះហើយនៅពេលដែលគេងាកមើលជុំវិញម្ដងទៀតបិសាចទាំងនោះបានមកប្រមូលផ្ដុំគ្នានៅក្បែរនោះបាត់ទៅហើយពេលនេះបរិសុទ្ធប្រៀបដូចជាកូនជីមរងចាំគេកាប់សម្លាប់អញ្ចឹងបានត្រឹមតែបិទភ្នែកផ្សើជីវិតតាមមីថាកម្មថ្ងៃបន្ទាប់ពេលដែលលោកអធិការមកដល់បន្ទប់ដែកជុំវិញពោពេញទៅដោយភាពញញៃឯបុរសនោះក៏ត្រូវបានបិសាចហែកស៊ីតិចគ្មានសល់សម្លឹងមើលទស្សនភាពដ៏សោកសៅនៅចំពោះមុខលោកអធិការមិនមានការសោកសៅអ្វីច្រើនទេព្រោះគាត់សាមនឹងទស្សនភាពបែបនេះយូរណាស់មកហើយទោះជាយ៉ាងណាតាំងពីរឿងនេះកើតឡើងមករឿងចម្លែកនៅក្នុងទីប្រជុំជននេះក៏កើតមានជាបន្តបន្ទាប់ហើយលើកនេះថែមទាំងកើតឡើងនៅក្នុងភោជនីយដ្ឋានទៀតផងដោយសារគ្រួសារជីមទើបតែមកដល់ទីប្រជុំជននេះមិនយូរប៉ុន្មានលោកអធិការកំពុងតែណែនាំពួកគេពីអ្វីដែលគួរប្រុងប្រយ័ត្ននៅពេលយប់នឹកស្មានមិនដល់ស្រាប់តែដៃអ្នករត់ទន់នោះឡើងហើមបន្ទាប់មកក៏លេចចេញរៀងដូចក្មេងប្រុសម្នាក់ដែលត្រូវសម្លាប់ប៉ុន្តែមិនទាន់ឲ្យនារីរូបនោះយល់ពីស្ថានភាពផងនាងក៏ប្រកាច់ដួលសន្លប់នៅលើឥដ្ឋហើយនេះមិនទាន់ជាអ្វីនោះទេព្រោះរឿងដែលកើតឡើងនៅផ្ទះសុវត្ថិភាពនោះកាន់តែចម្លែកជាងនេះទៅទៀតឃើញបុរសម្នាក់កំពុងតែជីកក្រណ្ដៅយ៉ាងជ្រៅមិនឈប់មើលទៅហាក់ដូចជាកំពុងរៀបចំកន្លែងសម្រាប់កប់សាកសពអញ្ចឹងឯងកំពុងធ្វើស្អីហ្នឹងអញធ្វើឲ្យគ្រប់គ្នាភ័យហើយលើកនេះខ្ញុំគ្រាន់តែចង់ចាប់ផ្ដើមឲ្យបានលឿនជាងមុនតែប៉ុណ្ណោះសម្ដីរបស់វីកតធ្វើឲ្យមេដឹកនាំស្រីញាប់ឲ្យយ៉ាងខ្លាំងឬមួយក៏ទីប្រជុំជននេះនឹងមានមនុស្សស្លាប់កាន់តែច្រើនទៀតទោះជាយ៉ាងណាមិនយូរប៉ុន្មានវីកតក៏បានទៅរកក្មេងប្រុសអ៊ីសានអ៊ីហ្វេនទោះបីជាអ្នកទាំងពីរមិនដែលជួបគ្នាពីមុនមកក៏ដោយប៉ុន្តែបែរជាមានទំនាក់ទំនងពិសេសមួយពួកគេទាំងពីរអាចមើលឃើញវត្តមានរបស់ក្មេងប្រុសពីអាវហើយកាលពីមុនក្មេងនោះក៏បានជ្រើសរើសវីកតដែរជួយឲ្យគេអាចរួចផុតពីគ្រោះថ្នាក់ជាច្រើនដងប៉ុន្តែក្រោយមកមិនដឹងមូលហេតុអ្វីក៏បាត់ខ្លួនទៅឥឡូវនេះអ៊ីសានបានឃើញក្មេងប្រុសនោះម្ដងទៀតហើយមិនប្រកាសថាអាចនឹងមានរឿងធំកើតឡើងទៀតទេដូច្នេះវីកតសម្រេចចិត្តទៅសួរនាំឲ្យច្បាស់ពិតមែនហើយនៅក្នុងព្រៃគេក៏បានជួបក្មេងប្រុសនោះម្ដងទៀតប៉ុន្តែមួយប៉ព្រិចភ្នែកក្មេងនោះក៏បាត់ខ្លួនវីកតជឿថាក្មេងនោះប្រហែលជាពួននៅក្នុងរន្ធដាំឈើហើយព្រោះគ្មាននរណាដឹងទេថារន្ធនេះនាំទៅដល់ទីណាឃើញវីកតរើសដុំធ្មមួយដុំឡើងមកបន្ទាប់មកក៏គូរូបមុខញឹមលើនោះរួចបោះវាចូលទៅក្នុងរន្ធដាំឈើនៅចំពោះមុខអ៊ីសានប៉ុន្តែវិនាទីបន្ទាប់ដុំធ្មនោះបែរជាធ្លាក់ចុះមកពីលើមេឃវិញឯងមិនដឹងទេថាឯងនឹងទៅដល់ទីណាវាអាចជាកន្លែងដែលនៅជិតនេះវាអាចជាកន្លែងដែលនៅឆ្ងាយវីកតនិយាយថាដើមឈើបែបនេះនៅមានច្រើនណាស់ប៉ុន្តែដើមឈើមួយនេះគេមិនដែលឃើញទេនិយាយដល់ត្រង់នេះវីកតស្រាប់តែមានអារម្មណ៍ជឿក្បាលយ៉ាងខ្លាំងអារម្មណ៍ភ័យខ្លាចស្រាប់តែផុសឡើងក្នុងចិត្តស្របពេលជាមួយគ្នានេះប្តីប្រពន្ធជីមដឹងថាកូនប្រុសបាត់ខ្លួនក៏ប្រញាប់រត់ទៅតាមរកនៅក្នុងព្រៃតែនឹកស្មានមិនដល់ស្រាប់តែត្រូវហ្វូងឆ្កែព្រៃឡំពាត់ពេលដែលពួកគេជិតរងការវាយប្រហារទៅហើយសំឡេងកាំភ្លើងមួយគ្រាប់បានជួយសង្គ្រោះអ្នកទាំងពីរតាមពិតគឺវីកតបាននាំអ៊ីសានមកដល់ពេលឃើញកូនប្រុសមានសុវត្ថិភាពល្អហើយទើបប្តីប្រពន្ធទាំងពីរអាចស្ងប់ចិត្តបានមិនដឹងសោះថាមានគ្រោះថ្នាក់ដ៏ធំមួយកំពុងខិតចូលមកជិតកូនប្រុសរបស់ពួកគេហើយបន្ទាប់ពីត្រឡប់មកផ្ទះប្តីប្រពន្ធទាំងពីរមិនបានសម្រាប់ទេតែបែរជាចាប់ផ្ដើមគិតរកវិធីរត់ចេញពីទីប្រជុំជននេះពួកគេសរសេរបញ្ហាទាំងអស់នៅលើជញ្ជាំងប៉ុន្តែនៅតែរកមិនឃើញមូលហេតុដែលពួកគេមកទីនេះដដែលប៉ុន្តែសម្ដីមួយឃ្លារបស់ប្រពន្ធធ្វើឲ្យពួកគេទាំងពីរមានអារម្មណ៍ព្រឺសម្បូរដោយសាររឿងរ៉ាវទាំងអស់នេះកើតឡើងលឿនពេករហូតមកដល់ពេលនេះពួកគេនៅតែមិនអាចបែងចែកបានថាអ្វីពិតអ្វីស្អិតមិនទោះជាយ៉ាងណាក្នុងខណៈពេលដែលពួកគេកំពុងគិតពីបញ្ហានេះអ្នករត់ទៅស្រីម្នាក់នោះក៏បានជាសះស្បើយហើយដែរដោយសារតែភាពភ័យខ្លាចនាងមិនបានប្រាប់គ្រូពេទ្យពីរឿងដែលកើតឡើងចំពោះខ្លួនទេនឹកស្មានមិនដល់ថាដោយសារតែភាពភ័យខ្លាចក្នុងចិត្តនេះហើយទើបធ្វើឲ្យបិសាចឆក់យកឱកាសបានម្ដងទៀតឃើញសារ៉ាលូចចូលទៅក្បែរក្រែអ្នកជំងឺម្នាក់ហើយប្រើកម្លាំងចាក់បញ្ចូលជោគអ្នកជំងឺនោះភ្លាមបន្ទាប់មកនាងក៏និយាយម្នាក់ឯងមើលទៅហាក់ដូចជាកំពុងធ្វើការព្រមព្រៀងអ្វីមួយជាមួយបិសាចអញ្ចឹងមិនយូរប៉ុន្មានក៏ដល់ម៉ោងគិលានុបដ្ឋាយិកាដាក់ពិនិត្យជំងឺពេលឃើញស្ថានភាពអ្នកជំងឺស្លាប់យ៉ាងអាណោចអាធំនាងភ័យតក់ស្លុតរត់បាត់ជើងសព្រាប៉ុន្តែពេលងាកក្រោយបែរជាឃើញទ្វារធំបើកចំចំណែកបិសាចទាំងនោះក៏ដើរយឺតថ្ងៃបន្ទាប់អនុអធិការបាននាំមនុស្សមកដល់ឃើញយន្តធ្លាក់នៅលើដីក្នុងបន្ទប់ពោពេញទៅដោយបំណែកសាកសពអ្នកជំងឺចំណែកគិលានុបដ្ឋាយិកានោះក៏មិនអាចគេចផុតដែរប៉ុន្តែទូយកសប្បុរសពួកគេនឹកស្មានមិនដល់ដែលបង្កឲ្យមានរឿងនេះឡើងគឺមនុស្សក្នុងស្រុកទៅវិញពេលនេះសារ៉ាបានមកដល់ផ្ទះរបស់អ៊ីសានហើយឲ្យតែអាចសម្លាប់ក្មេងនេះបាននាងនឹងអាចបំពេញកិច្ចព្រមព្រៀងជាមួយបិសាចបានហើយពេលនោះនាងអាចចាក់ចេញពីកន្លែងដ៏គួរឲ្យខ្លាចនេះបាននឹកស្មានមិនដល់ថានៅក្នុងភ្នែកបិសាចទាំងនោះនាងគ្រាន់តែជាកូនអុកមួយគ្រាប់ប៉ុណ្ណោះដើម្បីបំពេញកិច្ចព្រមព្រៀងជាមួយបិសាចនារីម្នាក់កាន់កាំបិតមកដល់ផ្ទះរបស់ក្មេងប្រុសនោះឲ្យតែអាចសម្លាប់ក្មេងនោះបាននាងនឹងអាចចាក់ចេញពីទីប្រជុំជននេះបានហើយនឹកស្មានមិនដល់ថាទង្វើដ៏ឈួតលីលីនេះនឹងធ្វើឲ្យនាងស្ដាយក្រោយអស់មួយជីវិតប៉ុន្តែសារ៉ាមិនបានរ៉ាដៃភ្លាមទេនាងបានបញ្ឆោតក្មេងប្រុសនោះទៅកាន់កសិដ្ឋានព្រោះតតែសម្លាប់ក្មេងនោះនៅទីនេះទើបនាងអាចទម្លាក់កំហុសទៅលើបិសាចទាំងនោះបានប៉ុន្តែនៅពេលដែលសារ៉ារៀបនឹងរ៉ាដៃចែកដល់ឲ្យអីបងប្រុសក្មេងនោះក៏មកទាន់សារ៉ាតានាងកំពុងធ្វើអីហ្នឹងនេះជាវិធីដែលយើងអាចត្រឡប់ទៅផ្ទះវិញបានឆ្លៀតពេលដែលសារ៉ាកំពុងភ្លេចខ្លួនក្មេងប្រុសក៏ប្រញាប់រើបំរាស់រួចរត់គេចខ្លួនបាត់ឯបងប្រុសក៏ប្រញាប់ទៅអបសារ៉ាជាប់ព្រោះខ្លាចនាងនៅតែបន្តធ្វើខុសទៀតប៉ុន្តែក្នុងពេលដែលសារ៉ាខំប្រឹងរើបំរាស់នាងក៏បានចាក់ទម្លុះកំពុងក៏បងប្រុសក្មេងនោះដោយចៃដន្យពេលនោះលោកបូជាចាក៏មកឃើញហេតុការណ៍នេះល្មមប៉ុន្តែគាត់មិនបានធ្វើសកម្មភាពអ្វីទេគាត់គ្រាន់តែសម្លឹងមើល
សារ៉ាយ៉ាងមកមិនយូរប៉ុន្មានក៏ស្ថានក៏ពោពេញដោយមនុស្សម្នាក់ប៉ុន្តែសារ៉ានិងលោកបូជីចាបែរជាបាត់ខ្លួនសោតតែសាកសពមួយដេកនៅលើដីទស្សនវិជ្ជានេះធ្វើឲ្យគ្រប់គ្នាមានការភ័យស្លន់ស្លោយ៉ាងខ្លាំងពេលយប់គឺគួរឲ្យខ្លាចណាស់ទៅហើយតែពេលនេះសូម្បីតែពេលថ្ងៃក៏លែងមានសុវត្ថិភាពដែរប៉ុន្តែអ្វីដែលចម្លែកគឺលោកបូជីចាច្បាស់ជាបានឃើញសារ៉ាហើយប៉ុន្តែគាត់បែរជាលាក់បាំងរឿងនេះទៅវិញច្បាស់ណាស់ថាមានរឿងអាថ៌កំបាំងនៅពីក្រោយរឿងនេះហើយដើម្បីលួងលោមអ្នកគ្រប់គ្នាគាត់ប្រាប់ថាសារ៉ាបានរត់ចូលទៅក្នុងព្រៃហើយបើសិនជានាងត្រឡប់មកវិញមុនពេលមេឃងើតគាត់នឹងលោកអធិការនឹងចាប់នាងភ្លាមប៉ុន្តែបើសិនជានាងមិនបានត្រឡប់មកវិញនោះមានន័យថាសារ៉ាត្រូវបានបិសាចសម្លាប់បាត់ទៅហើយអ្នកគ្រប់គ្នាលើបែបនេះទើបព្រមចាក់ចេញដោយក្តីស្ងប់ចិត្តប៉ុន្តែទោះយកសពកពួកគេនឹកស្មានមិនដល់ដែលនៅបន្ទប់ក្រោមដីនៃព្រះវិហារមានឃុំខ្លួននារីម្នាក់ហើយនារីម្នាក់នោះគឺជាសារ៉ាដែលទើបតែរត់គេចខ្លួនអំបញ្ញមិញនេះឯង